thay bà này nhập vẽ cái tràn mẹ bơ mà ngay lưu so nhập vẽ cái khơi cái mà su mà non mà hột năm to trong nhẹ luôn phơn họ mình nhiều pra ca ai tê bên tay nhầm cật không ตาบองប្អូនប្រមាណអ្នកខ្លះដែលគេដេញដោលសួរថាយើងមិនរកស៊ីអីទេមើលទៅដូចជាដុំកំភួនអីទេប៉ុន្តែជពាក់គេនឹងតើយកលុយទៅណាបាទអញ្ចឹងបងប្អូនត្រូវរងសម្ពាធនៃការដេញដោលដោយសារតែយើងជពាក់គេដោយគេចង់ដឹងពីរឿងទាំងអស់នេះមែនដែរទេបើសិនជាបងប្អូនមែនបងប្អូនធ្វើការខមមិនបញ្ជាក់ប្រាប់ខ្ញុំផងដើម្បីខ្ញុំបានតាក់ទងទៅខ្ញុំនឹងនិយាយអំពីដំណើរការក្នុងការដោះស្រាយតែម្ដងប៉ុន្តែមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងមួយនេះខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំពួកយើងធ្លាប់ជាប់បំណុល$40000នៅឆ្នាំ2015យើងខ្ចីគេ$5000យកទៅធ្វើអាជីវកម្មមួយបើកលក់នៅក្នុងម៉ាស៊ីនត្រជាក់បើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានព្រៃចម្រោងកែងកាវ៉ាក្រហមក្រុងតាខ្មៅបាទអញ្ចឹងយើងធ្វើនៅទីនោះបានតែមួយឆ្នាំទេក៏យើងខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញហើយយើងសល់បំណុលយើងប្រឹងប្រែងរហូតដល់ឆ្នាំ2019យើងគាំងខ្លាំងដល់ថ្នាក់រត់ចោលស្រុកយើងធ្លាប់បានរត់ចោលស្រុករត់ទៅធ្វើជាពលករនៅក្នុងប្រទេសថៃប៉ុន្តែជាអកុសលពេលដែលយើងទៅមិនដូចទទួលបានការរំពឹងទុកក៏យើងត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏យើងទទួលបានការជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000ដោយប្រើពេលត្រឹមតែមួយខែទេមិនត្រឹមតែប៉ុណ្ណឹងប្រាប់យើងឲ្យធ្វើជីវសិក្សាធ្វើជាសភៅចែកចាយទៅដល់បងប្អូនជាច្រើនដែលបងប្អូនយើងបានស្គាល់ពួកយើងបានមកយករូបមន្តទាំងអស់នោះយកទៅមើលយកទៅធ្វើក៏ទទួលបានសេរីភាពអញ្ចឹងបើបងប្អូនចង់ឃើញចង់ដឹងបងប្អូនអាចចូល link Telegram មួយដែលយើងបានដាក់សាកសីសម្ដីពិតៗរបស់ពួកគាត់ដែលពួកគាត់បានចែករំលែកបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញដែលនិយាយអំពីត្រូវគេដេញដោលសួរថាតើហេតុអីបានជាយើងជំពាក់អំណុលគេបាទមើលទៅដូចជាមិនដឹងជាយកលុយទៅធ្វើអីទេការរកស៊ីក៏ដូចជាមិនការរកស៊ីអីប្រហែលទេបាទប៉ុន្តែនិយាយពីជំពាក់គេជំពាក់ច្រើនមែនតើបាទអញ្ចឹងនេះគឺជាបញ្ហាមួយដែលបងប្អូនយើងមានផលលំបាកថាជំពាក់គេចេះតែច្រើនទៅទៅពេលគេសួរមកបែបហ្នឹងមិនដឹងថាឆ្លើយយ៉ាងម៉េចបាទអញ្ចឹងនេះគឺជាកន្លងមួយដែលខ្ញុំធ្លាប់ជួបខ្លួនឯងដែរតាមពិតទៅរឿងបំណុលនេះមិនមែនសំដៅតតែយើងខ្ចីលុយគេយកទៅរកស៊ីតែមួយមុខទេបាទរឿងដែលលងទៅចូលក្នុងបញ្ហាបំណុលគឺជាការខ្ចីអ្នកក្រោយសងអ្នកមុនពេលខ្លះយើងអត់មានបាត់យើងអត់មានចំណូលយើងបាត់បង់ចំណូលឬក៏គ្មានផែនការសងបំណុលនេះអញ្ចឹងហើយយើងខ្ចីអ្នកក្រោយយកទៅសងអ្នកមុនបាទខ្ចីពីការប្រាក់ថ្លៃយកទៅបង់ការប្រាក់ថោករវល់តែរឿងខ្ចីអ្នកក្រោយសងអ្នកមុនហ្នឹងបាទអញ្ចឹងធ្វើឲ្យបញ្ហាហ្នឹងវាកាន់តែរួមរឹតធ្វើឲ្យយើងមានបញ្ហា stress ឬក៏បញ្ហាជាដើមដល់ជំងឺឬក៏បញ្ហាគេហៅថាលក់ទ្រព្យទៅទៀតអញ្ចឹងមានបងប្អូនមួយចំនួនមានបញ្ហាគ្រួសារទៀតដោយសារតែពវល់បំណុលចុះឡើងទៅធ្វើឲ្យគាត់បាត់បង់សុភមង្គលធ្វើឲ្យគាត់មានបញ្ហាដល់ក្រុមគ្រួសារបងប្អូននេះគឺជាបញ្ហាមួយដែលពួកយើងធ្លាប់ជួបអ្នកឈឺដូចគ្នាបានយល់អញ្ចឹងបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចយើងមានរូបមន្តមានក្បួនអញ្ចឹងបើសិនជាបងប្អូនចង់បានណាបងប្អូនតាក់ទងមកយើងមានជីវសិក្សាមួយដែលបានបង្រៀននៅក្នុងទូរស័ព្ទដៃនេះតម្លៃ$99ប៉ុន្តែបើសិនជាបងប្អូនមានបញ្ហាដូចយើងដែលយើងរៀបរាប់នេះប្រាប់យើងមកយើងនឹងផ្ដល់ជូនតម្លៃពិសេសត្រឹមតែ$29ទេ$29ហ្នឹងជួយបងប្អូនឲ្យបានមើលឃើញពីដំណោះស្រាយដែលយើងធ្លាប់បានឆ្លងកាត់អញ្ចឹងបើសិនជាបងប្អូនត្រូវការបងប្អូនតាក់ទងមកឥឡូវនេះតាមរយៈលេខ096 63008យើងនឹងផ្ដល់ជូនតម្លៃពិសេសអញ្ចឹងកុំអស់សង្ឃឹមរឿងបំណុលយើងមានដំណោះស្រាយបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលា